ទីមួយធ្វើនំបាញ់ឌុកដល់ពេលចេញមកចេញចេះវិញអូយឥឡូវអត់ទាន់ប្រាប់បងប្អូនថាហេតុអីបានជានំបាញ់ឌុកខ្លាយជាអញ្ចឹងទេខ្ញុំបងប្អូនចាំមើលដល់ចុងវីដេអូហ្មងទៅហើយឥឡូវនេះផងដែរខ្ញុំជូនម្ដាយក្មេកខ្ញុំទៅធ្វើការងារផ្ទះហើយគេការងារគាត់ធំដុំណាមួយថ្ងៃយប់គ្មានពេលទៅនេទេរវល់ជានាយករដ្ឋមន្ត្រីទេថាខ្ញុំចុះរវល់ម្ដាយក្មេកខ្ញុំមហារវល់បងប្អូនថ្ងៃនេះគាត់ទៅចូលរួមកម្មវិធីមួយមកកណាត់ព្រឹកអីហ្នឹងមកដល់ផ្ទះហើយខ្ញុំគិតថាគាត់សារៈព្រោះគាត់ជិះឡានវាផ្លូវវែងឆ្ងាយប៉ុន្តែមានអីណាបងប្អូនគ្រាន់មកដល់ផ្ទះពឹបមួយទឹកមួយអីស្រីប្រាប់ទៅទីណាចុំបញ្ជាន់ក្រមជូនគាត់ទៅធ្វើការនៅផ្ទះតកែគាត់បន្តិចដល់ពេលអញ្ចឹងទៅខ្ញុំមិនដឹងនិយាយយ៉ាងម៉េចជាមួយគាត់ទេមានតែជូនគាត់ទៅធ្វើម៉េចបើគាត់ជាមនុស្សឧស្សាហ៍មិននៅសំណុកបានទេបងប្អូនមួយថ្ងៃគឺអញ្ចឹងតែម្ដងហើយពីផ្ទះគាត់នឹងផ្ទះតកែខ្ញុំនឹងអត់តកែខ្ញុំពីផ្ទះខ្ញុំនឹងផ្ទះតកែគាត់នឹងមិនសូវឆ្ងាយប្រហែលទេបងប្អូនថៃជា2គីឡូអញ្ចឹងនៅពេលគាត់ធ្វើការ4ម៉ោងបន្ទាប់ពី4ម៉ោងហើយអញ្ចឹងទៅខ្ញុំទៅយកគាត់មកវិញណាអញ្ចឹងបន្ទាប់ពីជូនម្ដាយក្មេកហើយអញ្ចឹងទៅនឹកឃើញនៅចង់ញ៉ាំនំបាញ់ឌុកប៉ុន្តែបាញ់ឌុកត្រូវការស្លឹកតើយអញ្ចឹងហើយខ្ញុំទៅសុំអ៊ំស្រីដែលខ្ញុំស្គាល់តែបេះស្លឹកតើយសុំគាត់តាំងថ្ងៃត្រង់តែម្ដងគាត់ថាបេះប្រហែលបេះទៅអត់បញ្ហាទេតែកុំភ្លេចយកស្លឹកតើយទៅដាំផងកុំឲ្យសុំគាត់ដដែលរាល់ថ្ងៃអញ្ចឹងនិយាយទៅខ្ញុំក៏បានសុំគាត់2 3គុំដែរយកមកដាំហើយខ្ញុំមកដឹងថាដាំវិធីយ៉ាងម៉េចចឹងហើយខ្ញុំសួរខ្ញុំបានសួរបងប្អូនប្រាប់ថាស្លឹកតើយមុននឹងយើងយកទៅដាំយើងកាត់ទៅត្រាំទឹកឲ្យចេញឫសសិនចាំយកទៅដាំចឹងហើយខ្ញុំចាំមើលស្លឹកតើយឲ្យចេញឫសសិនណាហើយបន្ទាប់មកទៀតស្លឹកតើយដែលខ្ញុំបាន3 4 5ស្លឹកនេះលាងទឹកឲ្យស្អាតយើងទៅកាត់កង់ប៉ុណ្ណេះមកដើម្បីយើងយកទៅកិនក្នុងម៉ាស៊ីនទឹកក្លុកកាលណាយើងដាក់ទៅវិញចឹងទៅយើងយកទៅកិនក្នុងម៉ាស៊ីនទឹកក្លុកកាលណាយើងដាក់ទៅវិញចឹងទៅវាពិបាកកិនចឹងណាបងប្អូនហើយនេះខ្ញុំកំពុងរៀបចំដាក់ម៉ាស៊ីនកិនទឹកក្លុកនឹងឯងហើយកាលវគ្គមុនបងប្អូនសួរខ្ញុំថាម៉ាស៊ីនទឹកក្លុកហ្នឹងតម្លៃប្រមាណនិយាយទៅខ្ញុំអត់ដឹងតម្លៃប្រមាណទេគ្រាន់ដឹងគុណភាពល្អខ្លាំងមែនតើខ្ញុំនៅឥណ្ឌាដល់4 5ឆ្នាំម៉ាស៊ីនទឹកក្លុកអត់ដែរខូចទេលើកលែងតែម៉ាស៊ីនម៉ែក្មេកខ្ញុំឯងបងប្អូនទិញម៉ូតផ្សេងវាខូចចឹងហើយនេះខ្ញុំកំពុងតែ unboxing ទឹកក្បងដែលខ្ញុំទិញមកពីផ្ទះនឹងឯងនិយាយទៅទឹកក្បងហ្នឹងមិនមែនរបស់ខ្មែរទេគឺរបស់ផ្ទះលេខ3បងប្អូនអើយអញ្ចឹងហើយខ្ញុំទិញមកទៅរករបស់ខ្មែរមិនឃើញអញ្ចឹងហើយយកមកបងប្អូនទឹកក្បងនេះក្លិនវាឈួលល្មិចតាណាទេលើកទី1ដែរខ្ញុំរៀនធ្វើបាញ់ឌុកនឹងឯងព្រោះខ្ញុំឃើញគេ live នៅក្នុង YouTube គេប្រាប់ថាមិនបាច់ប្រើទឹកក្បងក៏បានដែរយើងប្រើទឹកប្រើ baking soda ក៏បានដែរដល់ពេលខ្ញុំនឹកឃើញខ្ញុំមានទឹកក្បងហើយចឹងទៅខ្ញុំសាកប្រើទឹកក្បងនឹងឯងហើយនេះវាទឹកតើដែលខ្ញុំបានកិនហើយចឹងទៅយើងច្រោះយកទឹកឲ្យស្អាតចឹងណាពូតឲ្យស្អាតចឹងទៅដើម្បីយកទឹកហ្នឹងទៅលាយជាមួយម្សៅហើយចំពោះម្សៅដែលខ្ញុំបានធ្វើតាមគេដែរទេប្រាប់ថាម្សៅអង្គខ្សែនឹង100ក្រាមដល់ពេលម្សៅឆាហ្នឹង130ក្រាមហើយអំបិលបន្តិចទៅហើយនឹងទឹកគេឲ្យយើងដាក់300 ml ចឹងទៅចឹងហើយក៏លាយគ្រឿងរូបមន្តទៅតាមគេប៉ុន្តែគេធ្វើហ្នឹងគេថាមិនបាច់ដាក់ទឹកក្បងទេប្រើ baking soda ក៏បានដែរប៉ុន្តែខ្ញុំដាក់ទឹកក្បងដោយសារខ្ញុំបានទឹកក្បងមកពីផ្ទះឲ្យគុំយូរហើយថាឃ្លានបាញ់ឌុកតាំងពីវគ្គមុនដល់ពេលវគ្គហ្នឹងបានទៅផ្ទះចាំកាលទេក៏ទិញឡើង2 3 ដបតែម្ដងយកមកធ្វើបាញ់ឌុកនឹងឯងឬក៏ពេលខ្លះទៀតចង់ញ៉ាំលតឆាលតស្វត់អីចឹងទៅក៏ធ្វើដាក់ទឹកក្បងចឹងទៅហើយនេះខ្ញុំកំពុងតែលាយគ្រឿងម្សៅឲ្យកូនវឹកឲ្យចូលមាត់ចូលគ្នាហើយចឹងទៅក៏ខ្ញុំចង់ក្រោយខ្ញុំដាក់ទឹកក្បងនឹងឯងតែមិនហ៊ានដាក់ច្រើនទេព្រោះខ្ញុំដឹងថាទឹកក្បងហ្នឹងវាធ្វើឲ្យសាច់ម្សៅវាស្អិតចឹងណាចឹងបន្ទាប់ពីខ្ញុំលាយម្សៅហើយចឹងទៅក៏ខ្ញុំផ្អឹបទុកម្សៅប្រហែលជាកន្លះម៉ោងចឹងទៅខ្ញុំចាប់